ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់មក review អំពីផ្ទះតិចកម្មរបស់ខ្ញុំដែលសត្វតិចកម្មបានធ្វើសម្បុកនៅក្នុងផ្ទះរបស់ខ្ញុំនិងត្រូវសាងសង់ផ្ទះតិចកម្មរយៈពេលប្រហែលខែទើបអាចបេះសម្បុកតិចកម្មបានហើយឲ្យមានសត្វតិចកម្មមករស់នៅនិងធ្វើសម្បុកឲ្យបានច្រើននៅក្នុងផ្ទះរបស់យើងវាមានច្រើនកត្តាទី1យើងត្រូវរកទីតាំងដែលសម្បូរទៅដោយសត្វតិចកម្មរស់នៅនិងសម្បូរទៅដោយប្រភពចំណីរបស់សត្វតិចកម្មរស់នៅទី2គឺរកអ្នកជំនាញដែលគាត់មានជំនាញច្បាស់លាស់មានបទពិសោធន៍ច្រើនឆ្នាំនោះយើងនឹងធ្វើផ្ទះនឹងទៅនឹងបានជោគជ័យតែបើយើងរកទីតាំងមិនត្រូវកន្លែងហើយអ្នកជំនាញមិនច្បាស់លាស់ទៀតនោះផ្ទះរបស់យើងនឹងបរាជ័យដោយមិនសូវមានសត្វតិចកម្មមករស់នៅនិងធ្វើសម្បុកនោះឡើយតែបើយើងរកអ្នកជំនាញដែលត្រូវទីតាំងក៏ល្អនោះយើងនឹងជោគជ័យនឹងមានសត្វតិចកម្មមករស់នៅនិងធ្វើសម្បុកនៅក្នុងផ្ទះរបស់យើងបានច្រើនក្នុងរយៈពេល1ឆ្នាំយើងនឹងអាចបេះសម្បុកបានខ្លះហើយសម្បុកដែលយើងអាចបេះបានគឺសម្បុកដែលសត្វតិចកម្មយកទឹកមាត់តិចកម្មហ្នឹងមកធ្វើជាសម្បុកហើយពងដាក់នៅក្នុងសម្បុកនោះហើយញាស់ចេញជាកូនហើយកូននោះនឹងមានស្លាបហើរបានអាចទៅរកចំណីដោយខ្លួនឯងបាននៅសល់តែសម្បុកទទេអត់មានកូននៅក្នុងសម្បុកមានតែសម្បុកពងនោះទើបយើងអាចបេះសម្បុកនោះបាននេះគេហៅថាសម្បុកសរសៃចាស់ល្អពេលយើងយកមកធ្វើទឹកពិសាក៏វាឆ្ងាញ់ស្វិតល្អហើយបើយើងបេះសម្បុកដែលសត្វទើបនឹងបៀកហើយមិនទាន់បានពងដាក់ញាស់ចេញជាកូនយើងទៅឈូសយកសម្បុកនោះមកគេហៅថាសម្បុកសរសៃខ្ចីយកមកញ៉ាំក៏សរសៃវាមិនសូវស្វិតល្អមិនសូវឆ្ងាញ់ដូចសម្បុកសរសៃចាស់ដែរហើយមួយទៀតក៏វាអាចខាតកូនសត្វនៅក្នុងផ្ទះរបស់យើងផងដែរនេះជាផ្ទះដែលខ្ញុំធ្វើរយៈពេល5ឆ្នាំមកហើយដែលมันមានប្រើសារធាតុគីមីឬថ្នាំទាក់ទាញសត្វឲ្យមកនៅបានច្រើននោះទេប្រើតែការចាក់សំឡេងដើម្បីហៅសត្វឲ្យមកនៅក្នុងផ្ទះតែប៉ុណ្ណោះហើយសត្វតិចកម្មនឹងទៅរកចំណីចិញ្ចឹមកូនដោយខ្លួនឯងទាំងអស់ធានាថាសុទ្ធ 100% មិនមានដាក់សារធាតុគីមីចិញ្ចឹមផ្ទាល់ខ្លួនឯងអញ្ចឹងហើយពេលបងប្អូនយកទៅពិសាក៏ធ្វើឲ្យបងប្អូនមានទំនុកចិត្តថាបានរបស់ល្អរបស់សុទ្ធមិនប៉ះពាល់ដល់សុខភាពរាងកាយបងប្អូនមានតែជំនួយរាងកាយបងប្អូនឲ្យរឹងមាំជាងមុនកាត់បន្ថយសម្ពាធឈាមកាត់បន្ថយជំងឺមហារីកជំរុញការព្យាបាលរបួសពង្រឹងប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួននិងបង្កើនថាមពលការរំលាយអាហារបានល្អជាពិសេសសម្រាប់ស្ត្រីជំនួយឲ្យស្បែកក្មេងជាងវ័យសាច់ចាំក៏ជាអាហារបំប៉នដ៏ល្អបំផុតសម្រាប់កុមារដែលកំពុងលូតលាស់ផងដែរហើយវាក៏ពង្រឹងសុខភាពបេះដូងផងដែរជាពិសេសស្ត្រីមានផ្ទៃពោះគឺជំនួយការពារម្ដាយមិនឲ្យសូវចាញ់ធ្វើឲ្យម្ដាយមានសុខភាពរឹងមាំនិងទារកក៏លូតលាស់បានល្អនៅក្នុងផ្ទៃការសម្រាលក៏បានរលូនផងដែរហើយខ្ញុំក៏មានទទួលសាងសង់ផ្ទះតិចកម្មផងដែរដែលមានអ្នកជំនាញច្បាស់លាស់មានបទពិសោធន៍ច្រើនឆ្នាំរៀនពីស្រុកក្រៅមកដូច្នេះបងប្អូននឹងមានទំនុកចិត្តធានាថាបងប្អូនធ្វើហើយនឹងបានជោគជ័យហើយខាងខ្ញុំក៏មានសម្បុកលក់ផងដែរមានទាំងសម្បុករោមដែលទៅនឹងបេះពីផ្ទះសម្បុកសើមចាក់ពុំសម្ងួតហើយស្អាតនិងទឹកតិចកម្មផងដែរបើបងប្អូនត្រូវការប្រភេទសម្បុកមួយណាឬសាងសង់ផ្ទះតិចកម្មបងប្អូនអាចតាក់ទងមកតាម Facebook ឆាតឬតាម Telegram ខាងក្រោមសូមអរគុណ